ខ្ញុំឃើញវាច្រើនអ្នកនៅកូរ៉េគឺចូលចិត្តដាក់សម្ពាធឲ្យខ្លួនឯងណាអ្នកខ្លះទៅកន្លែងការងារគឺវាអត់សមតាមបំណងឬក៏រកលុយទៅវាអត់សល់ធ្វើការងារហត់ច្រើនម៉ោងពេក stress គាត់លក្ខណៈថាគាត់ធ្វើបាបខ្លួនឯងគាត់អាចយកពេលទៅណែគាត់អាចចេញទៅក្រៅឬក៏ជួបជុំជាមួយនឹងមិត្តភ័ក្តិបានអញ្ចឹងណាសម្រាប់ខ្ញុំជួបមនុស្សម្នាក់ដែរមិនថាចូលចិត្តចេញទៅដើរលេងខាងក្រៅច្រើនណាស់បងប្អូនទាំងគ្នាដោយសារតែចំណាយពេលចេញដើរលេងខាងក្រៅយើងត្រូវចំណាយលុយច្រើនហើយចំណាយទាំងពេលវេលាទៀតហើយណាមួយតើតើយើងមានមិត្តភ័ក្តិតើយើងអាចចេញដើរលេងបានអញ្ចឹងណាហើយបើសិនបើអ្នកអត់សូវស្គាល់កន្លែងទីតាំងទៀតក៏ពិបាកដែរប៉ុន្តែឥឡូវហ្នឹងគឺសម័យ Facebook ហើយបងប្អូនទាំងគ្នាគឺគេសេកមើលនៅក្នុង Facebook ឬក៏ក្នុង Instagram អីគឺមានកន្លែងដើរលេងស្អាតៗមែនតើបើដែលសំខាន់គឺយើងដើរលេងតាមរដូវកាលមិនមែនដើរលេងញឹកញាប់ពេកហើយមួយវិញទៀតយើងចេះបង្កើនភាពរីករាយឲ្យខ្លួនឯងកុំដាក់បន្ទុកឲ្យខ្លួនឯងច្រើនពេកខ្ញុំឃើញវាច្រើនគឺពួកគាត់តែងតែដាក់បន្ទុកឲ្យខ្លួនឯងខ្លាំងមែនតើណាគាត់យករឿងគូសាររ៉ាប់រងបន្ទុកអីផ្សេងៗយកមកស្មុគស្មាញគិតច្រើនសម្រាប់មនុស្សម្នាក់គឺតែងតែមានបន្ទុកមានលក្ខណៈថាមានទំនួលខុសត្រូវមានការរ៉ាប់រងរៀងៗខ្លួនទេប៉ុន្តែគាត់ថាពួកគាត់អត់និយាយចេញមកខាងក្រៅមិនមែនមនុស្សគ្រប់គ្នាគឺគាត់អត់មានបន្ទុកទាំងអស់ហ្នឹងឯងហើយមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែសប្បាយចិត្តទេអ្វីដែលសំខាន់គឺយើងត្រូវចេះបង្កើនភាពរីករាយឲ្យខ្លួនឯងបង្កើនលក្ខណៈថាបង្កើនអារម្មណ៍ដែលសប្បាយកុំយកអា stress នឹងយកមកដាក់ក្នុងខួរក្បាលយើងធ្វើឲ្យយើងវាស្មុគស្មាញអញ្ចឹងណាបងប្អូនទាំងគ្នាសម្រាប់ខ្ញុំគឺខ្ញុំតែងតែចូលចិត្តខ្ញុំមិនថាខ្ញុំជាមនុស្សម្នាក់ដែលសប្បាយរហូតទេខ្ញុំក៏មានទុក្ខលំបាកខ្ញុំឆ្លប់ឆ្លងកាត់ទុក្ខលំបាកមកច្រើនដងខ្ញុំធ្លាប់ជាមនុស្សម្នាក់ដែលបាត់បង់ទំនុកចិត្តបាត់បង់ក្តីសង្ឃឹមបាក់ទឹកចិត្តនិយាយទៅសឹងថាចង់សម្រាប់ខ្លួនអត់ចង់រស់នៅក្នុងពិភពលោកនេះប៉ុន្តែពេលដែលខ្ញុំគិតយល់ថាជីវិតរបស់យើងគឺរីករាយមែនទែនទៅរកមកពុកម្ដាយរបស់យើងគាត់បង្កើតមកយើងឲ្យឃើញពិភពលោកនេះបានន័យថាពិភពលោកនេះពិតជាស្រស់ស្រាយកុំទុយចិត្តនឹងវាសនាខ្លួនឯងខ្ញុំរឹងមាំមកឡើងឆ្អារបងប្អូនទាំងគ្នាខ្ញុំនិយាយថាមួយម៉ាត់ថាធ្វើជាមនុស្សត្រូវតែរីករាយនៅអ្វីដែលខ្លួនឯងមានហើយត្រូវតែរឹងមាំតស៊ូនិងដោះស្រាយរាល់ឧបសគ្គទាំងអស់ហ្នឹងហើយមួយវិញទៀតត្រូវតែកុំដាក់សម្ពាធឲ្យខ្លួនឯងខ្លាំងពេក